បាទដឹកនាំបង្វឹកដោយលោកគ្រូសូសែនហើយចំណាយវិជាឋានអង្គរៈដឹកនាំដោយលោកគ្រូអ៊ីនដ្រាអបរិបត្តិរីករាយទស្សនានៃការប្រកួតទាំងអស់គ្នាកុំភ្លេចជួយចុច like share ទាំងអស់គ្នាសេវាដំបូងចូលថ្នាក់បច្ចិត្រាលើកឲ្យពោះប្រាហ្វបាទពេទ្រូបាទបងប្អូនគិតថាអស់ដៃនៅបាទថ្ងៃនេះស្វាយរៀងចេញដៃអស់នៅបងប្អូនជួយshare មួយបាទសេវាចេញពីលឹមចិត្រាចូលថ្នាក់បារៈសម័យលើកឲ្យលូវីបោះបញ្ចូលពីលេបាត់ទៅហើយបាទលូវីបងប្អូនចូលរួមទូទាយតើគ្នាថាតើគូនេះមានប្រមាណសិតដែរ5សិត4សិតឬមួយក៏3សិតគេថាក្រុមណាដែលឡើងទៅជួបជាមួយនឹងវិសាខាអរទស្សនាបន្តទៀតបាទសេវាពីចិត្រាបន្ទុក 2-0 ចិត្រាចេញក្រៅទេបាទទស្សនាបន្តទៀតបាទសេវាចេញពីលូវីចូលថ្នាក់សវណ្ណារាលើកឲ្យ Bravo ចូលថ្នាក់លីសាការសំកាំងវាយបាល់ផ្លៃបាទឬក៏បាល់ដេញលឿនពី Bravo នេះល្អណាស់ល្អបាទលើទស្សនាបន្តទៀតបាទសេវាចេញពី Bravo សញ្ជាតិឥណ្ឌាចូលថ្នាក់បាល់លូវីលើកឲ្យសុយខូវែងសិតដែលជាកីឡាករក្នុងស្រុកបាទល្អទាំងផ្លូវការក៏ដូចជាក្រៅផ្លូវការបាទល្អបាទសុយខូនេះឥឡូវសេវាបន្តទៀតពីឈីវែងចូលថ្នាក់បាចិត្រាលើកឲ្យពេនរ៉ូបាទដៃប៉ះដៃជើងប៉ះជើងហើយបាទវគ្គនេះធ្ងន់ប៉ះធ្ងន់ដូចគ្នាហើយធ្ងន់ប៉ះធ្ងន់ហើយបរិបត្តិធ្ងន់ប៉ះធ្ងន់ហើយឥឡូវនេះសេវាពីពេនរ៉ូចូលថ្នាក់បារៈសម័យលើកឲ្យអាកេឆ្កឹះឲ្យយកបានវិញសុវណ្ណរតន៍ដកឲ្យពេនរ៉ូជាប់ប្រណាំងជីហាក់ដែរបាទលើទស្សនានៃការប្រកួតបន្តទៀតបងប្អូនរិមិត្តបាទសេវាត្រៀមចេញពីបាកីឡាករស៊ុយខនអរគុណរិមិត្តអរគុណដល់ Gensmart ដែលជាអ្នកឧបត្ថម្ភធំការប្រកួតដៃជូលិក3រដូវកាលមកហើយជូនពរឲ្យក្រុមហ៊ុន Gensmart អតិថិជនគ្រប់គ្រងកាន់តែច្រើនហើយបន្តការឧបត្ថម្ភដល់បាទការប្រកួតបន្តទៀតសេវាទៅឲ្យពីស៊ុយខនបាទចូលថ្នាក់មារួនអីយ៉ូបាទក្តោបតលាក់មួយមារួនយកបានដកពីណារ៉ូខ្ពស់បាទយកបានពីរយៈសម័យរៀបចំក្រុមសាជាថ្មីលើកឲ្យអាកេមានការតវ៉ាសុំឆៃវីដេអូថាឡែនថាបានណែតថចអូយបាទកដៅក៏គង់មែនដែរបាននៅលើទីលានដៅក៏គង់មែនដែរបាននៅលើទីលានបងប្អូនប្រិយមិត្តទស្សនិកជនស្រាប់មួយស្រាប់ពីរឡើងបងប្អូនស្រាប់មួយស្រាប់ពីរឡើងបងប្អូនប្រិយមិត្តបាទដៅណាស់បងប្អូនប្រិយមិត្តបាទគេហៅថាដៅបាទដូចបាយពុះអញ្ចឹងNet touch yes or no
បងប្អូនការប្រកួតដ៏ជក់ចិត្តពាក់កណ្ដាលប្រយព្រោះរវាងវិជ្ជាកថាអង្គរៈនិងស្វាយរៀងទើបតែចាប់ផ្ដើមសិតទី1ទេឃើញថាក្តៅប្រពុកមែនទេសេវាដំបងពីស៊ុយខនតាក់សំណាញ់ទៅហើយបរិបត្តិបារីរីទស្សនាបន្តទៀតបាទសេវាចេញពីបាទម៉ារូនចូលថ្នាក់បាលូវីលើកឲ្យអាហ្គេបាទណារ៉ូថាអូប៉ះសំណាញ់នេះបាលូវីទៀតផ្ទះទៅលឹបបាទអញ្ចឹងបាល់នៅពេលដែលបាល់ដល់ដីទីបាល់ដល់ក្តារហើយគឺគេអត់គិតរឿងប៉ះសំណាញ់ទៀតទេណាអត់គិតរឿងប៉ះសំណាញ់ទៀតទេបាទលើទស្សនាបន្តទៀតប្រិមត្តបាទសេវាទៅហើយពីអាហ្គេងចូលថ្នាក់លើកឲ្យចត្រាបាទលឹមចត្រាឥឡូវសេវាមកពេលប្រាក់ជូលេប៉ុន្តែតាក់សំណាញ់មកទៅហើយបាទប្រាក់ជូលេបាទទស្សនានៃការប្រកួតបន្តទៀតបាទសេវាត្រៀមចេញពីកីឡាករអ៊ុនជីហាតាក់សំណាញ់ដែរបាទកុំឲ្យថាចំណាយគ្នាបាទតាក់ដែរបាទតាក់ដែរបាទលើទស្សនានៃការប្រកួតបន្តទៀតបាទសេវាចេញពីបាទស៊ុនច័ន្ទរ៉ូចូលកញ្ញាំលូវីលើកឲ្យស៊ុយខូនចូលត្រង់សវណ្ណរាបកពីប្រាហ្វូលបាទពេនរស់បាញ់បញ្ចូលលូវី3ប៉ាបាទ2ប៉ះទេ2ប៉ះនេះបាទចេញក្រៅបាត់ទៅហើយបាទបន្ទុបានទៅខាងស្វាយរៀងនាំមុខ8បាទទល់នឹង6ជួយshareមួយបងប្អូនណាសូមជួយ share មួយផងសេវាពីណារ៉ូប៉ោងបើចូលកញ្ញាំអាហ្គេងលើកឲ្យជីវែងជាប់រនាំងលូវីផ្ទះប្រអប់បាទបន្លេបាត់ទៅហើយបាទប៉ះសំណាញ់ពីពេនរ៉ូបាត់ហើយបាទពេនរ៉ូបាទលូវីបាទដល់តែរនាំងរបស់ពេនរ៉ូគាត់វាយបច្ចេកទេសឥឡូវទស្សនាបន្តទៀតមកប្រវត្តិ7ទល់នឹង8ឃើញថាគូនេះគឺស្វិតស្វាញដេញបន្ទុកគ្នាចូលកញ្ញាំចត្រារៀងកន្លាច់ទៅក្រោយតិចឲ្យពេនរ៉ូឆ្កឹះបញ្ចូលប៉ុន្តែពីលេបាត់ហើយអូយបាទពីលេដែរបាទគេថាមួយយ៉ាងម្នាក់ទេបាទទូនេះមួយយ៉ាងម្នាក់ទេទស្សនាបន្តទៀតបងប្អូនបាទសេវាចេញពីចត្រាបាទចូលថ្នាក់អាហ្គេងលើកឲ្យស៊ុយខូនច្រករនាំងទេរបៀបជាណាបាទច្រករនាំងរបស់ប្រាពូលឲ្យពេនរស់ថាអូយជាប់បាំងហើយយេបាទហើយបាទលោកគ្រូញ៉ាកដាលបាទផ្ដល់សញ្ញាបន្ទុកមកខាងអង្គរៈក៏ស្ដាយគាត់បាទឥឡូវនេះសេវាធ្ងន់បាទចេញពីលូវីបាទចេញក្រៅឆ្ងាយមែនតើបាទលូវីបាទបងប្អូនកុំភ្លេចជួយចុច share ផងបងប្អូនណាបាទការប្រកួតដ៏ជក់ចិត្តស្វិតស្វាញនេះថ្ងៃនេះអាចសុំ 80k បានអត់មើលទៅចូលថ្នាក់បារៈសម័យលើកឲ្យស៊ុយខូនបាទពេនរ៉ូចត្រាចូលថ្នាក់បានីសាលើកឲ្យស៊ុយខូនចូលថ្នាក់ណារ៉ូយកជើងមួយបាត់ហើយអូយបាទអត់ធ្វើគ្នាបងប្អូនមើលចត្រាទៅឲ្យប្រាហ្វូទៅឲ្យចត្រាមានណាប្រាហ្វូទាត់មួយជើងមកផ្លោយចេញក្រៅបាត់
ឥឡូវនេះសេវាចេញពីបាជីហាក់ចូលថ្នាក់បាចិត្រាលើកឲ្យពេនរ៉ូបាទពីលើបាំងនោះបាទពេនរ៉ូឆ្នាំនេះគឺវ័យ31ឆ្នាំហើយគេថាវ័យកំពុងតែពេញទេណាពេញហើយបាទនេះវ័យនៅបត់ពិសោធន៍បាទកម្លាំងនោះក៏មកពេញមកល្មមមកកម្លាំងហ៎ឥឡូវនេះសេវាចេញពីបាទពេនរ៉ូស11-5ពេនរ៉ូតាក់សំណាញ់បាត់ហើយបាទពេនរ៉ូសបាទបងប្អូនទស្សនាបានបានទេហើយបងប្អូនឥឡូវនេះសេវាចេញពីសុយខនចូលថ្នាក់បាចិត្រាលើកឲ្យប្រាក់ជូលេប្រាក់ជូលេបាទលោតកោកមួយបាទជាមួយបាល់ឡើងយុគបាទលោកគ្រូអ៊ីនត្រាកំពុងតែឈរសម្លឹងមើលស្វាយរៀងសម្លឹងហើយកំពុងតែសញ្ជឹងគិតថាគួរចាប់កុកបែបណាលើកឲ្យអាហ្គេងទូបាំងយកបានទូចត្រាហើយទៀតហើយបាទមករួចជាមួយនឹងចត្រាទៀតហើយប្រចាំគ្នាទៀតហើយបាទរត់ទៅអត់យកដល់ឲ្យអកធ្វើមកចំហៀនចប់បាទ 26k ហើយបាទអញ្ចឹងសុំទៀតបងប្អូនសុំ share ទៀតណាសុំ 80k មកមិនថ្ងៃនេះសុំ 80k មកបាទឥឡូវនេះសេវាចេញពីបាទអាហ្គេងចូលថ្នាក់បាសវណ្ណរាលើកឲ្យចត្រាបាទថ្ងៃនេះល្អទាំងព្រមតែម្ដងបាទក្រុមរបស់ស្វាយរៀងរូបភាពទៀតចត្រាមកលះល្អណាស់បាទថ្ងៃនេះបងប្អូនមិត្តទើបតែការប្រកួតសិតទី1ទេណាបាទបើយើងនិយាយទៅថាទើបតែកម្ដៅសាច់ដុំឡើយទេ13-11សេវាមកចូលថ្នាក់អាហ្គេងនីហ្សាលើកឲ្យលូវីចេញក្រៅបាត់ទៅហើយមានការសុំតវ៉ាឆៃវីដេអូ challenge បាទកីឡាករប៉ាសំណាញ់បាទ net touch បាទស្គរជ័យបែនកំពុងតែហូលើកទឹកចិត្តកីឡាករបាទ net touch បាទ net touch បាទ net touch yes បាទគឺបាទតាក់ការតវ៉ាបានជោគជ័យបាទ challenge success បាទឥឡូវនេះសេវាចេញពីជីហាក់ជីហាក់ចូលថ្នាក់បាចិត្រាហើយពីប៉ះតែម្ដងពីសួនច័ន្ទរោបាទលោតបិឆោតមួយមកមករិមិត្តណែបាទសិស្សច្បងធំលោតទៅនេះទម្រង់ដៃមើលមិនដឹងទេតែម្ដងបាទឃើញលើកដៃនេះលើកប៉ះសេទេណាបងប្អូនបាទដល់ទៅពេលបាទដល់ដៃគឺបាទលួចពីប៉ះបាទលើនេះសេវាចេញពីបាទសួនច័ន្ទរោប៉ោងមកទៀតអាហ្គេងយកបានលើកឲ្យស៊ុយខូនចូលថ្នាក់បាសវណ្ណរាទៅបាត់ទៅហើយទៅបាត់ទៅហើយ
បន្ទុ13ទល់នឹង14សុំបន្តិចសិនបាទលោកគ្រូញ៉ាការាសុំបាទម្ដងទៀតបាទសុំម្ដងទៀតបាទឥឡូវសេវាចេញពីបានីសាចូលកញ្ញាំចត្រាលើកឲ្យ Bravo បត់ឆ្វេងបត់ស្ដាំបាទពី Bravo បាទណែអាការ៉ាលេងកដៃលើអាកាសណាបាទ Bravo នេះនេះសេវាចេញពីចត្រាចំខ្សែតែម្ដងឥឡូវនេះមានការតវ៉ាសូមឆែកវីដេអូ challenge បន្តិចសិនថា ball in ដល់ ball out បាទពីខាងវិជាថានឹងរយៈអរគុណមិត្តអរគុណដល់ Gensberg បាទ Gensberg គឺជាអ្នកឧបត្ថម្ភធំការប្រកួតដៃចូលលីកទាំង3រដូវកាលនេះមកហើយនេះគឺជារដូវកាលដ៏អស្ចារ្យដែលបងប្អូនយើងអ្នកទស្សនាគឺមកពេញតាំងពីការប្រកួតជុំទី1ជុំទី2រហូតមកដល់វគ្គពាក់កណ្ដាលប្រៃប្រទេសអូបាទចេញក្រៅបន្តិចទៅហើយហើយវីដេអូ challenge នេះគឺជាកំណែតម្រង់យ៉ាងស៊ីជម្រៅចំណាយធនធានយ៉ាងច្រើនពីសហព័ន្ធកីឡាបាល់ទះកម្ពុជាហើយជួយដល់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្តីហើយឲ្យក្រុមនីមួយៗប្រកួតគឺអស់ចិត្តអស់សេចក្តីតែម្ដងឥឡូវនេះសេវាចេញពីលូវេចូលថ្នាក់បាសវណ្ណរាលើកឲ្យ Bravo រូបភាពយឺតបាទឃើញថាស្វាយរៀងគេលេងបាល់កណ្ដាលច្រើនសិននេះគឺលេងបាល់កណ្ដាលច្រើនទស្សនាបន្តទៀតមកសេវាពី Bravo ចូលថ្នាក់បារៈសម័យអូប្រាក់ជូលេខាត់ផ្ទះមួយយកបន្ទុកមកដល់ផ្ទះទៅបាទអត់ត្រូវបាល់ត្រូវតែសំណាញ់ណែរូបភាពយឺតវាយមកទៅប៉ះសំណាញ់បាទលោកគ្រូសូសានថាបាទដោបតម្លាក់មកដៃ2ច្បាស់ជាងដៃ1ឥឡូវសេវាចេញពីឈៀងជីវែងចូលកញ្ញាំម៉ារួនលើកឲ្យពេនរ៉ូវ៉ាពេនរ៉ូមកគ្រាប់នេះសល់តែបាទកន្លះបាល់ទេតែពេនរ៉ូវាយចូលបានឥឡូវនេះសេវាពីពេនរ៉ូចូលថ្នាក់រយៈសម័យធនធ្ងន់លើកឲ្យអាហ្គេ95រមិន9595តែម្ដងរូបភាពនេះទៀតបាំង3ងងឹតមេឈឹងមេស្មានេះក៏ងឹតបាត់ទៅហើយបាទដោយសារតែបាំង3នេះអរគុណរមិតបាទជាឱកាសក្នុងការសម្រាប់ចែកទេនេះក៏អរគុណដល់អ្នកផ្សព្វផ្សាយនៃកម្មវិធីអរគុណដល់ Gensberg អបអរសាទរ Gensberg រកជាលំដាប់ពិភពលោកព្រះមេដាយមាសកម្រិតពិភពលោកឆ្នាំ2026ពី One Selection Gensberg ស្រាលស្រួលផឹក Gensberg មើលបានទេមាន Gensberg មានបានទេបាទនេះទស្សនានឹងការប្រកួតបន្តទៀតបាទសេវាចេញពី Challenge Penrose បាទសញ្ជាតិអាមេរិកស្វាយរៀងចូលថ្នាក់បាទលើឲ្យសុយខូណារ៉ូហើយចូលថ្នាក់ណារ៉ូអត់ទៅទេបាទសុយផនរូបភាពទៀតការបង្ហាញខ្លួនតម្រង់នៃការម៉ាត់ក្តីរបស់សុយខនល្អមែនទេអាយ៉ាឥឡូវនេះចូលហើយឌីម៉ាស់ចូលចំនួននីសាបាទចូលនេះគឺចូលមកធ្វើរនាំងសេវា
ពីសុយខន16ទល់នឹង18សុយខនចូលត្រកម៉ារួនបាទលើកឲ្យម៉ារួនជាប់បាំងអីយ៉ាដូចបានដល់ជិតឆ្លងយកមកពីឌីម៉ាបាទដេកដកមួយឲ្យឌីម៉ាវាយរនាំងចេញក្រៅទៅហើយណែរូបភាពយឺតបាទជាប់រនាំងតែធ្លាក់ចេញក្រៅសូមសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងស្វាយរៀងអរគុណបាទអរគុណដល់ Gensberg ដែលជាដៃគូសហការឧបត្ថម្ភធំដល់ការប្រកួតដៃជលិកអរគុណដល់ Boostrong អរគុណដល់ Idol អរគុណដល់ Pressy អរគុណបាទទស្សនិកជនដែលកំពុងទស្សនាកុំភ្លេចចូលរួមចែករំលែកការផ្សាយនៃវីដេអូមួយទាំងអស់គ្នាដោយថាការប្រកួតដ៏ជក់ចិត្តស្វិតស្វាញរបស់ក្រុមទាំងពីរកំពុងតែបន្តដំណើរទៅមុខបន្ទុកអត់ដាច់គ្នាទេសិតទី1នេះគឺ17-18ក្រុមណាឈ្នះនឹងឡើងទៅជួបវិសាខាដើម្បីដណ្ដើមចំណាត់លេខ1ក្រុមចាញ់ជួបនឹងស្រងការភ្នំពេញដណ្ដើមចំណាត់លេខ3ពេនរ៉ូវាយរនាំងទៅហើយបាទ Challenge Belarus បាទឥឡូវនេះក៏ដោះដូរមកឈុតទៀតហើយបាទគឺបាទអាកែងចេញចំនួនដោយ Faril ហើយបាទអាកែងចេញចំនួនដោយ Zingli ហើយនឹង Faril ចូលវិញរីទស្សនាបន្តទៀតបាទសេវាចេញពី Maroon BH ចូលកញ្ញាំរះសម័យលើកឲ្យជីហាក់ជាប់រនាំងយកបានពីជីហាក់ដកឲ្យឌីម៉ាស់អាយ៉ាបច្ចេកទេសចាក់វែងឆាមួយល្អមែនទេដកកាយខ្ពស់បបលខ្លួនមួយម៉ាបាទពេនរ៉ូវាយចេញក្រៅបាត់ទៅហើយបាទពេនរ៉ូបាទក្របនេះបាត់ដកចង្អាប់ចង្អិលពីដៃបាទសេស៊ូនចាន់រ៉ូបាទហើយបាទពេនរ៉ូបានវាយចេញក្រៅស្ដាយតិចអីបាទស្ដាយតិចអីឥឡូវនេះទស្សនានៃការប្រកួតបន្តទៀតបាទសេវាចេញពីបាទសៀងលេបាទចូលថ្នាក់លើកឲ្យប្រាក់ជូលេចូលកញ្ញាំនេះលើកឲ្យឌីម៉ាមិនទៅនោះទេតែបច្ចេកទេសបាទបច្ចេកទេសបងប្អូនប្រិយមិត្ត19ស្មើបាទរូបភាពគឺបាទទាំងខ្លីនេះដាច់ចង្កេះអស់ហើយបាទដាច់ចង្កេះអស់ហើយសេវាពីសៀងលីចូលថ្នាក់បាទលើកឲ្យចត្រាទូបាំងយកបានពីលូវីវិញលើកឲ្យលូវីកាប់ដាច់យកបន្ទុកដ៏មានគុណភាពច្បាស់បាទពីលូវីយកបានពីលូវីបាទហ្វារីនដាក់ឲ្យលូវីនេះប្រឡោះបាំងសានមែនទេបាទមកមួយបាទឲ្យតែមានក្របបាល់គឺយកបន្ទុកឲ្យបានហើយសេវាពីសៅសៀងលីចូលត្រកសវណ្ណរាទៅក្រៅបាត់ហើយនេះសូមសម្រាប់បច្ចេកទេសបន្តិចសិន21ទល់នឹង19នាំមកពីក្រពីបញ្ជាក់ថានរះវិញយ៉ាងមិនចេះបាទចុងសិននេះដូចជាបាទលេខលាក់មិនចេះបាទខាងបាទស្មារៀងបាទជាការសម្រាប់ចែកនេះអរគុណដល់អ្នកថតកម្មកម្មវិធីអបអរសាទរ Gensberg ជាលំដាប់ពិភពលោកឈ្នះមេដាយមាសកម្រិតពិភពលោកឆ្នាំ2026ពី Mon Selection Gensberg ស្រាលស្នូផឹក Gensberg មើលបាល់ទះមាន Gensberg ជាបាល់ទះ
សំឡេងបងប្អូនអ្នកគាំទ្រកងរំពងកំពុងតែហូរកែជ្រាវលើកស្គរទះដៃលើកទឹកចិត្តដល់កីឡាករទាំងពីរក្រុមក្នុងការប្រកួតសេវាពីសៅសៀងលីបន្តទៀតសៀងលីចូលថ្នាក់បាសវណ្ណរាលើកឲ្យเป็นโรโอ้ยវាយចេញក្រៅបាត់ទៅហើយ22-19បាទខូចខ្លួនឯងបងប្អូនប្រិមិត្តបាទឃើញថាប្រហែល3គ្រាប់កន្លងទៅនេះគឺស្វាយរៀងខូចខ្លួនឯងខូចខ្លួនឯងសុទ្ធតែម្ដងឥឡូវនេះសេវាពីសៅសៀងលីចេញក្រៅទេបន្តទៀតបាទសេវាចេញពីប្រាក់ជូលេងចូលថ្នាក់បាសៅសៀងលីលើកឲ្យលូវីជាប់បាំងពេនរ៉ូដាក់ឲ្យចត្រាវាយចេញក្រៅបាត់ទៅហើយមកគ្រាប់នេះចត្រាវាយចេញក្រៅទេស្ដាយបាទគាត់វាយកែបាល់23 ទល់នឹង 20ឥឡូវនេះសេវាចេញពីបាកាឡាកោអ៊ុនជីហាចូលថ្នាក់មករួនខ្លងយកបានពីឌីម៉ាលើកឲ្យឌីម៉ាឆ្កឹះបច្ចេកទេសជាប់បាំងអាយ៉ាដកកែមួយដកជាប់បាំងខាងក្រៅបាត់ទៅហើយ21 ទល់នឹង 23រូបភាពយឺតឆ្កឹះទៅមានណាជាប់រាំងដែរឆ្កឹះមួយទៀតដកទៅប៉ះសម្ដែងខាងក្រៅស្មើនឹងបាល់ចេញក្រៅសេវាពីណារ៉ូចូលកញ្ញាំលូវីលើកឲ្យឌីម៉ាស់បាំងមួយបែករនាំងទៅហើយ24 ទល់នឹង 21ទស្សនាបន្តទៀតក្នុងបរិមាណសេវាចេញពីឌីម៉ាអូយឌីម៉ាគាត់វាយមកគ្រាប់នេះបង្ហាញអាការៈដូចជាឈឺស្មាដូចជាមានបញ្ហាស្មាទស្សនាបន្តទៀតសេវាពីចត្រាចូលថ្នាក់សៀងលីពេនរ៉ូអាយក្តោបជាប់បាំងឆ្លងលូវីអាយឌីម៉ាស់បាញ់បញ្ចូលសិនយកបានពីសវណ្ណរាលើកឲ្យពេនរ៉ូ23 ទល់នឹង 24តាមស្មើបានទេមកគ្រាប់នេះសុំសម្រាប់បច្ចេកទេសបន្តិចសិនមកពីខាងវិជ្ជាឋានអក្សរអរគុណរបស់អរគុណដល់ Gensvert បាទ Gensvert គឺជាដៃគូឧបត្ថម្ភគាំទ្រធំដល់ការប្រកួតដៃចូលលីកតាំងពីរដូវកាលទី1រហូតដល់រដូវកាលទី3នេះហើយក៏សូមជូនពរដល់ក្រុម Gensvert ទទួលបានអតិថិជនគាំទ្រកាន់តែច្រើនហើយបន្តការឧបត្ថម្ភដល់ការប្រកួតដៃចូលលីកនេះបន្តរហូតតែម្ដងបាទហើយគឺកណ្ដាលរបស់ជុំចិត្តប្រហែលសំសែមួយតើស្វាយរៀងអាចយកបន្ទុកស្មើបានទេឬមួយក៏វិជ្ជាឋានអក្សរមិនដាច់ទៅរឹមបន្ទុកទេ23-24ចត្រាបាចូលថ្នាក់បាសៀងលីលូវេបាយរនាំងចេញក្រៅទេជ័យជំនះនៅសិនទី1បានទៅខាងវិជ្ជាឋានអក្សរដោយបន្ទុក25 ទល់នឹង 23រងចាំទស្សនាការប្រកួតសិនទី2អនុញ្ញាតសម្រាប់ចូលកម្មវិធីបន្តិច
បាទបងប្អូនមិត្តទស្សនិកជនស្វាគមន៍មកកាន់ការប្រកួតវគ្គពាក់កណ្ដាលប្រៃព្រួតនៃការប្រកួតពានរង្វាន់ដៃជើងលីករដូវកាលទី3រវាងអង្គរៈជាមួយនឹងសវ៉ាយរីជាប់រនាំងទៀតហើយសិតបាទដើមតង់នៃសិតទី1គឺឃើញថាសវ៉ាយរៀងគឺនាំមុខការបង្ហាញខ្លួនបានយ៉ាងល្អដល់ពេលចុងសិតគឺអង្គរៈយឹតយកសិតវិញ25-23លើកឲ្យលូវីជាប់បាំងមួយទៀត Amazing block បាំងជាប់គ្នា2គ្រាប់តែម្ដងជាប់លូវី2គ្រាប់អត់ឲ្យចេញរនាំងទេឥឡូវនេះសេវាចេញពីសួនច័ន្ទរោហើយចូលកញ្ញាំរៈសម័យលើកឲ្យលូវីម្ដងទៀតលូវីគ្រាប់ទី3នេះបណ្ដាច់ហើយទស្សនានៃការប្រកួតទាំងអស់គ្នាសេវាចេញពីលូវី FN វិជាកថានរៈចេញក្រៅទស្សនាបន្តទៀតបាទសេវាពីចត្រាបាទចេញក្រៅបាត់ទៅហើយបាទចត្រាគាត់ប្រាប់ថាមិនអីទេបាទចត្រាបាទសម្រួលអារម្មណ៍មួយបាទក៏មានសម្ពាធទស្សនានៃការប្រកួតបាទសិតទី2បន្ទុក2-3បាទវិជាកថានរៈបាទចូលថ្នាក់បាទសវណ្ណរាលើកឲ្យ Bravo រូបភាពយឺតបាទ Bravo បាទ4-2បាទសេវាចេញពីបាទ Bravoលើកឲ្យសុយខនទស្សនានៃការប្រកួតបន្តទៀតបាទសេវាពីសុយខនចូលថ្នាក់បាទចត្រាលើកឲ្យពេនរ៉ូបាទលោតពីតង់បាទពេនរ៉ូរូបភាពយឺតបាទលោតទីតង់មកមើលគាត់បាទមកប្រត់ហ្នឹងបន្ទុក4ស្មើហើយឃើញថាអង្គរៈបាទឈុតបាទតង់ដើមតង់ក៏ដាក់ផ្សេងដល់ពេលចុងតង់ក៏ដាក់ផ្សេងមួយទៀតចូលកញ្ញាំសវណ្ណបារូនបែករនាំងចេញក្រៅទៅហើយឥឡូវនេះមានការសុំតាវ៉ាឆៃវីដេអូ challenge បាទ foot foul កំហុសជើងបាទសិតទី2នេះតើស្វាយរៀងអាចវាបកយកឈ្នះវិញឬមួយក៏បើជាកថានរៈឈ្នះមួយសិតទៀតnet touch បាទ net touch បាទ yes បាទកីឡាករប៉ះសំណាញ់បន្ទូលនាំមុខពីបច្ចេកទេសអង្គរៈវិញហើយបាទ 5-4
5 ទល់ 4 បាទកីឡាករប៉ះសំណាញ់វិញនេះមករួនបាទមកចូលថ្នាក់បាទសវណ្ណរាលើឲ្យពេនរ៉ូចូលថ្នាក់រយៈសម័យនីសាចាក់ឲ្យអាកេអូយបាទវាយរួមគ្នាតែម្ដងពីអាកេជាមួយនឹងអ៊ុនជីហារូបភាពយើងគេហៅថារួមគ្នាបាទមួយលើដៃក្រោមមួយទៀតផ្ទះបញ្ចូល6 ទល់ 4 មានការដោះដូរកីឡាករបាទគឺសួនច័ន្ទរោចេញចំនួនកីឡាករបននរិទ្ធចូលវិញទស្សនាបន្តទៀតបាទសេវាចេញពីស៊ុយខនចូលថ្នាក់បាទមករួនលើកឲ្យពេនរ៉ូជួបរនាំងតែធ្លាក់ចេញក្រៅបាទពេនរ៉ូអត់មកគ្រាប់ទេទស្សនាបន្តទៀតបាទសេវាចេញពីពេនរ៉ូធ្ងន់ចូលថ្នាក់រយៈសម័យអត់បញ្ហាបាទដកឲ្យអាហ្គេងជាប់បាំងយកបានពីស៊ុយខនលើកឲ្យអាហ្គេងជាប់បាំងមួយទៀតជាប់រនាំង2 ដងជាប់គ្នាតែម្ដងរូបនេះទៀតដាក់ម្ដងជាប់ដាក់2 ដងក៏នៅតែជាប់6 ស្មើមកលើនេះសេវាចេញពីពេនរ៉ូសអូយពេនរ៉ូសេវាធ្ងន់លឿនណាស់បាទពេនរ៉ូបាទមួយគ្រាប់នេះប្រហែលជា100 គីឡូម៉ែត្រហើយមើលទៅលឿនណាស់បងប្អូនប្រិមិត្តបាទលូវីហើយនឹងអាហ្គេងអត់ចាប់បងប្អូនណាប្រឡោះកដាលឥឡូវសេវាពីពេនរ៉ូចេញក្រៅទេ7 ស្មើឥឡូវសេវាចេញពីបាអាហ្គេងចូលកញ្ញាប្រាក់ជូលេងលើកឲ្យចិត្តត្រា3 ម៉ែត្រអត់ឆ្លងទេមួយគ្រាប់នេះបាទមួយគ្រាប់នេះអត់ឆ្លងទេបាទចិត្តត្រាទស្សនាបន្តទៀតសេវាពីអាហ្គេងចេញក្រៅទស្សនាបន្តបាទសេវាចេញពីបាទស្វាយរៀងអូបាទមករួនវាយហើយចេញក្រៅបាត់ហើយមករួនហើយទស្សនាបន្តទៀតសេវាពីជីហាពាក់សំណាញ់មកទៅហើយបាទជីហាហើយទស្សនាបន្តទៀតបាទសេវាចេញពីប្រាក់ជូលេងហើយចូលកញ្ញាំលូវីលើកឲ្យលូវីចូលថ្នាក់ពេនរ៉ូអត់នៅទេរូបភាពជឿនលូវីគាត់ដេញវាយតែម្ដងបាទគាត់ហក់ពីកណ្ដាលហើយគាត់ទៅវាយដល់គៀនវិញទស្សនាបន្តទៀតសេវាមកចូលថ្នាក់មករួនលើកឲ្យពេនរ៉ូបាទវាយចេញក្រៅទេ11 ទល់នឹង 9ទស្សនាបន្តទៀតសេវាពីនីសាចូលថ្នាក់បាចិត្តត្រាលើកឲ្យចិត្តត្រាជាប់បាំងយកបានវិញដកណែប្រាហ្វូឆ្កឹះបញ្ចូលយកបានពីរយៈសម័យលើកឲ្យស៊ុយខនហើយ
ចេញក្រៅតែប៉ះដៃសូមសម្រាប់បច្ចេកទេសបន្តិចសិនអរគុណរបស់បាទជាការសម្រាប់បច្ចេកទេសនេះក៏អរគុណដល់អ្នកផ្សព្វផ្សាយកម្មវិធីអរគុណដល់ Gansmert អបអរសាទរ Gansmert ជាលំដាប់ពិភពលោកអ្នកមេដាយមាសកម្រិតពិភពលោកឆ្នាំ2026ពី One Selection Gansmert ស្រាលស្រួលផឹក Gansmert មើលបាល់ទេមាន Gansmert មានបាល់ទេដូចជាមិនទៅត្រូវគ្នាសោះបាទការចែកបាល់ឥឡូវនេះក៏បាទសួនច័ន្ទរោចូលជំនួសបនរិទ្ធចេញវិញឥឡូវទស្សនានៃការប្រកួតបន្តទៀតបងប្អូនរិមត្តសេវាចេញពីនីហ្សាចូលថ្នាក់បាចត្រាលើកឲ្យប្រាហ្វូលបាយរនាងចេញក្រៅទៅហើយបាទប្រាហ្វូលសេវាទៅឲ្យចូលថ្នាក់បារៈសម័យអូយបាទដកកាយមួយសុយខនជាប់រនាងពេលរស់ណៃ11ទល់នឹង12បាទហ្វេនរបស់ស្វាយរៀងក៏ផ្ទះដៃលើកទឹកចិត្តបន្តទៀតណាឲ្យកីឡាករខិតខំប្រឹងប្រែងបន្ថែមឥឡូវនេះសេវាចេញពីសួនច័ន្ទរោចូលថ្នាក់បារៈសម័យលើកឲ្យលូវេទូបាំងយកបានវិញបាទដកកែចិត្តត្រាអូយបាទដកជ្រុលបាទដករៀងជ្រុលទៅហើយបាទឥឡូវនេះពិន្ទុ13-11ទស្សនាបន្តទៀតបាទសេវាចេញពីបាទលូវេចូលថ្នាក់បាទសវណ្ណរាលើកឲ្យចិត្តត្រាលឹមចិត្តត្រាបាទរូបភាពយឺតប្រើជាយាមមកប្រើបច្ចេកទេសបាទកុំទាញបលិចណាបាទវាយយករនាំងតែម្ដងមកប្រកបនេះទស្សនាបន្តទៀតរបស់រិមិតសេវាចេញពីចិត្តត្រាបាទចូលថ្នាក់រយៈស្វ័យរៀងមកវិញអាហ្គេងដកកែឲ្យសុយខនផ្ទះបញ្ចូលយកបានពីសវណ្ណរាណារ៉ូលើកឲ្យពេនរស់ប៉ុន្តែលើកអត់ដល់ទេយកបានពីសុយខនលើកឲ្យសុយខនសុវណ្ណរាយកបានវិញលើកឲ្យពេនរស់ម្ដងទៀតពេនរស់ Challenge ពេនរស់13ស្មើស្វិតស្វាយណារមិតស្វិតស្វាយណាបាទគូទាំងពីរនេះបាទស័កសមជាគូវគ្គពាក់កណ្ដាលប្រជាពលរដ្ឋមែនដល់តែល្អមើលអញ្ចឹងខ្ញុំអត់ចង់ឲ្យចប់សិតលឿននេះបងប្អូនរិមិតនេះចង់ឲ្យដល់5សិតបងប្អូនរិមិតដល់5សិតឥឡូវសេវាទៅហើយពីចត្រាមិនដែលវាយចេញក្រៅទេបាទសេវាមិនរាប់ទេមានការដោះដូរកីឡាករបាធីរក្សាជ័យជំនួសកីឡាករវ័យក្មេងដៃប៉ាសេរបស់បាទបច្ចេកទេសអង្គរៈសុកលីនលេខ15នេះបាទមិនសូវបានបង្ហាញខ្លួនប្រហែលទេបាទសុកលីនឥឡូវសេវាមកឲ្យពីសុកលីនចូលកញ្ញាម៉ារួនលើកឲ្យប្រាហ្វូជាប់រនាំងណា15ទល់នឹង13ទស្សនាបន្តទៀតបាទសេវាចេញពីសុកលីន
ចូលសវេលើកឲ្យអូយបាទពេនរ៉ូបាទចូលត្រកស៊ុយខនបាក់3បាទកងគិត3ឆាប់តែម្ដងបាទសិតតែ2ម៉ែត្រ1ម៉ែត្រ98បាទណៃប៉ែរូបភាពនេះចង់ទៅណាបាទប្រាពូពេនរ៉ូមករួននេះបាទណៃប៉ែហើយនេះសេវាចេញពីបាទប្រាពូលចូលថ្នាក់បាទលូវីលើកឲ្យលូវីដាច់បាក់ក៏រលេងតែម្ដងលូវីបាទកាយចែកបាល់យ៉ាងល្អពីដៃប៉ាសេមីហ្សាហើយទស្សនាបន្តបាទសេវាពីកីឡាករស៊ុយខនចូលកញ្ញាំចត្រាលើកឲ្យពេនរ៉ូបាទ15ទល់នឹង16ឬមិន15 16សូមសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងវិជាកថានរៈបាទហើយកីឡាករសម្រាប់បន្តិចសិនអរគុណពុកម៉ែបងប្អូនជនអរគុណដល់លោកកម្មវិធីអរគុណដល់ Gen Seven អបអរសាទរ Gen Seven រួចជាលំដាប់ពិភពលោកឈ្នះមេដាយវាសមកកម្រិតពិភពលោកឆ្នាំ2026ពី Mon Selection Gen Seven ស្រាលស្រួលផឹក Gen Seven មើលបាល់ទះមាន Gen Seven មានបាល់ទះចាស់បងប្អូនណាបែនកំពុងតែចាក់បាច់រំបាទគេថាមកមើលបាល់ទៀតមិនមែនទេមករំលើកទឹកចិត្តដល់កីឡាករបាទឥឡូវនេះសេវាចេញពីបាទពេនរ៉ូចេញក្រៅបាត់ទៅហើយបាទពេនរ៉ូលើសេវាពីអាកេតាក់សំណាញ់ដែរទៅហើយបាទអាកេបាទ16ទល់នឹង17សេវាពីម៉ារួនបាទម៉ារួនអូយអត់ឆ្លងទៀតតោកស្ដាយមកក្របនេះបងប្អូនបាទ18ទល់នឹង16បាទសេវាចេញពីបាទកីឡាករបាទអ៊ុនជីហាអត់ឆ្លងដែរបាទគេថាពុកជក់ខូចទាំងអស់គ្នាទៅម្ដងបាទប៉ុន្តែអត់ទាន់ដល់បន្ទុក20ឡើងនេះគឺម្នាក់រៀងខូចដល់ពេលបន្ទុកឡើង20ឡើងទៅល្អឡើងវិញសេវាពីប្រាក់ជូលេងចូលថ្នាក់លូវីរៀងមកវិញទៅក្រោយតិចលើកឲ្យលូវីចាញ់ក្រៅបាត់ទៅហើយ18ស្មើទស្សនាបន្តទៀតបាទសេវាចេញពីប្រាក់ជូលេងចូលកញ្ញាំលូវីលើកឲ្យអាកេបាទចំខ្សែខាងក្រោយនេះបាទអាកេសេវាពីដៃប៉ាសេនីហ្សាបាទចូលថ្នាក់បាច់ចត្រាលើកឲ្យពេនរ៉ូបាទបើកត្រល់មែនបាទបញ្ជាកថាដល់កូរ៉េនោះអូយបាទឆ្ងាយមែនទេរត់ឆ្ងាយមែនទេ
រូបភាពយឺតបាំងលឹបមួយ19ស្មើសេវាចេញពីសួនច័ន្ទរោហើចូលថ្នាក់អាហ្គេងលើកឲ្យសុយខនអូយបែករនាងរបស់បាទពេនរស់ទៅហើយបងប្អូនបាទរំនេះពេនរស់គាត់ថាបាំងចិត្តហើយបើថាបច្ចេកទេសសុយខនល្អបាទគាត់ផ្ទះយករនាងឥឡូវនេះពិន្ទុ19 ទល់នឹង20មានការដោះដូរកីឡាករសុយខនចេញដាក់ឆៃហុកមកដើម្បីធ្វើរនាងជាឋានៈរយៈសេវាចេញពីលូវីចូលថ្នាក់បាសូវណ្ណរាលើកឲ្យពេនរ៉ូមកគ្រាប់នេះដូចជាលូតលឿនណាបាទ20ស្មើបាទឥឡូវនេះទស្សនាបន្តទៀតបាទសេវាចេញពីចត្រាចូលថ្នាក់បាល់លូវីលើកឲ្យលូវីបាំងមិនជាប់ទេបាទរ៉ាហ្វូនមិនអាចធ្វើរនាងបាំងលូវីជាប់ទេបាទរូបភាពយឺតនេះអូរ៉ាហ្វូនថាគាត់លូកអស់ហើយនៅតែមិនជាប់សេវាចេញពីធីរក្សាចូលថ្នាក់បាចត្រាលើកឲ្យពេនរ៉ូទៅទៀតហើយបាទគ្រាប់របស់ពេនរ៉ូដាក់បើងបាទឲ្យតែត្រូវដៃហើយមានការដោះដូរកីឡាករប្រាបូលចេញចំនួនកីឡាករជុកសភាហៅស្មាត់ឌុបចូលវិញជុកសភាសេវាចេញពីជុកសភាចូលថ្នាក់លូវីលើកឲ្យសុយខនជាប់រនាងយកបានពីលូវីលើកឲ្យអាយ៉ាបាឡូតលើកអត់ដល់យកបានវិញលើកឲ្យពេនរ៉ូអត់ទេតស៊ីបាទម្ដងទៀតពេនរ៉ូអូយបាទមកគ្រាប់នេះមកវិញពេនរ៉ូអត់តទេណាឡៃតាស៊ីលេប្រេតបើ22នាំមុខពីបាទស្វាយរៀង22ទល់នឹង21សូមសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងបច្ចេកដ្ឋានអង្គរៈការដឹកស្វាយហើយបើសិតទី2នេះស្វាយរៀងឈ្នះវិញដឹងតែមាន5សិតហើយប្រិមិត្តដឹងតែមាន5សិតហើយបាទនេះទីម៉ាស់នៅខាងក្រៅតើលោកគ្រូរបស់លោកគ្រូអ៊ីត្រាគាត់ដោះដូរបច្ចេកទេសបន្ទានអត់ទៅដាក់ទីម៉ាស់ចូលវិញអត់ឬមកយ៉ាងណាអរគុណដល់ហ្គេនសឺបឺតបាទហ្គេនសឺបឺតរជាលំដាប់ពីប្រូឈ្នះមេដាយមានកម្រិតប្រឡូកឆ្នាំ2026ពីមុន selection ហ្គេនសឺបឺតស្រាលស្រុកផាក់ហ្គេនសឺបឺតមើលបាល់ទះមានហ្គេនសឺបឺតមានបាល់ទះទស្សនាបន្តទៀតអសេវាចេញពីជុកសភាចូលថ្នាក់បរិយសម័យលើកឲ្យសុយខនបែរនាងចេញក្រៅទៅហើយ22ស្មើទស្សនាបន្តទៀតបាទសេវាពីសុយខនចូលថ្នាក់បាទពេនរ៉ូលើកឲ្យពេនរ៉ូវាយចេញក្រៅទេបាទពេនរ៉ូអូយមកគ្រាប់នេះដល់ហើយបងប្អូនទស្រៀបញាក់វាយធ្ងន់យ៉ាងហ្នឹងបាទប៉ុន្តែពេនរ៉ូគាត់វាយចេញក្រៅបាទលើសេវាមកឲ្យចូលថ្នាក់បាចត្រាលើកឲ្យពេនរ៉ូបែររនាងចេញក្រៅទៅហើយ23ស្មើ
បាទដល់វគ្គដែលរន្ធត់ជក់ចិត្តហើយដល់វគ្គដែលរន្ធត់ជក់ចិត្តហើយបាទឥឡូវនេះលោកគ្រូបាទងៅសងីបាទគាត់មកបញ្ជាក់ប្រាប់បាទសួនច័ន្ទរោនៅពេលដែលលោកគ្រូត្រៀមផ្លុំកញ្ចែគឺឲ្យចុចកណ្ដឹងដូរឬមកយ៉ាងណាទេសម្រាប់ទេចង់ចុចមុនលោកគ្រូអាញាកណ្ដាលដ៏ស្រស់សង្ហារបស់យើងលោកគ្រូអាញាកណ្ដាលទី1គឺលោកគ្រូងៅសងីលោកគ្រូអាញាកណ្ដាលទី2គឺលោកគ្រូបាទសៀងច័ន្ទមីនីបាទឥឡូវនេះបាទកាយវិការបាទសញ្ញាពីលោកគ្រូសៀងច័ន្ទមីនីដាក់ដោបាល់ឥឡូវសេវាពីពេនរ៉ូមួយគ្រាប់នេះគឺអត់មានឆៃទេឥឡូវនេះលោកគ្រូអញ្ញាកដាលបាទលោកគ្រូងៅសងីគាត់ហៅជំនួយការលោកគ្រូខ្សែបន្ទាត់ណាអញ្ញាកដាលតុងបាទថាមកនេះគឺប៉ះដៃអត់បាទឥឡូវនេះសួនច័ន្ទរោនៅតែមិនច្បាស់បាទនៅតែគេរ៉ានៅតែមិនអស់ចិត្តណាហើយតបាហើយលូវីក៏នៅដឹងដែរបាទគាត់មើលធ្វើមុខស្មាបាទណារោដៅក៏ពុកហើយមិនក្តៅក៏ពុកហើយសិតនេះស្វាយរៀងអាចវាយបកយកឈ្នះបានវិញដែរឬយ៉ាងណាបាទមានការសុំតវ៉ាបាទឆែកវីដេអូ challenge បន្តិចសិនពីខាងបាទស្វាយរៀងបលអ៊ីនដល់បលអៅបាល់ចេញក្រៅឆ្ងាយបាទឆែកនេះដើម្បីឲ្យកីឡាករគាត់សម្រាកបន្តិចទៅហើយទស្សនាបន្តទៀតបាទសេវាពីអាហ្គេងចូលថ្នាក់បាយចត្រាលើកឲ្យប្រាក់ជូលីជាប់ររាំងដែរទៅហើយជ័យជំនះនៅសិតទី2នេះបានទៅបញ្ជាកថាដល់រៀបដោយបន្ទុក25ទល់នឹង23ទៀតហើយរងចាំទស្សនានៃការប្រកួតសិតទី3អនុញ្ញាតសម្រាប់ចូលកម្មវិធីបន្តិចសិនបានយកឈ្នះទាំងពីរសិតទី3ដែលជាការប្រកួតកាត់សេចក្តីនេះតើស្វាយរៀងអាចវាយបកយកឈ្នះវិញបានដែរឬយ៉ាងណាឥឡូវសេវាចេញពីបាកីឡាករនីហ្សាចូលថ្នាក់បច្ចិត្រាលើកឲ្យពេនរ៉ូវាយចេញក្រៅទៅហើយឥឡូវសេវាទៅហើយបើចូលថ្នាក់បាសវណ្ណរាលើកឲ្យពេនរ៉ូបាទបែករនាំងទៅហើយរ៉េវិតពេនរ៉ូសឥឡូវទស្សនានៃការប្រកួតបន្តទៀតវិញបាទសេវាចេញពីលឹមចត្រាអត់ឆ្លងទេទស្សនាបន្តទៀតបងប្អូនរិបិតបាទជួយ share ឡើងម្នាក់មួយបាទសេវាចេញពីលូវីចំខ្សែតែម្ដងអត់មានអ្នកយកទេចំខ្សែតែម្ដងរិបិតអត់មានអ្នកយកទេបាទមកគ្រាប់នេះ
ហើយទស្សនាបន្តទៀតបាទសេវាពីលូវីលើកឲ្យម៉ារូនចូលកញ្ញាំលូវីលើកឲ្យសុយខនចូលទៅវិញអូបន្ទុក 4-1 បាទលោកគ្រូអេត្រាថាប្រយ័ត្នទាល់ខ្សែទេបាទមិនវាយសវិទាល់ខ្សែឆ្ងាយបាទថាថយជើងតិចឥឡូវសេវាចេញពីលូវីចូលថ្នាក់បាទសវណ្ណរាលើកឲ្យបាទចត្រាបាញ់បញ្ចូលយកបានពីសុយខនលើកឲ្យសុយខនទស្សនាការប្រកួតបន្តទៀតបាទបន្ទុកចេះតែនាំមុខពីប្រជាកតានរៈ 5-1 សេវាពីលូវីចូលថ្នាក់បាទរតនាហៅគុនឪលើកឲ្យពេនរ៉ូវាយជាប់បាំងយកបានវិញពីរក្សាលើកឲ្យអាហ្គេងជាប់បាំងយកបានពីនីសាយកទៅដើមគ្នាលើកឲ្យអាហ្គេងទះទៅមកចូលថ្នាក់រតនាលើកឲ្យចត្រាអត់ឆ្លងទេវាយអត់ឆ្លងទេប្រហែលបាល់3ម៉ែត្រពីរដងហើយណាបាទចត្រាវាយអត់ឆ្លងទេបាទសូមសម្រាប់បច្ចេកទេសបន្តិចសិនពីខាងស្វាយរៀងអរគុណមែនជាខាងការសម្រាប់ចែកទេអរគុណដល់អ្នកថតនៃកម្មវិធីអរគុណដល់កែស្វ័រអបអរសាទរកែស្វ័រជាលំដាប់ពិភពលោកអ្នកមេដាយមាសកម្រិតពិភពលោកឆ្នាំ2026ពីមុនសលេងសិនកែស្វ័រស្រាលស្រូបផឹកកែស្វ័រមើលបាទនេះមានកែស្វ័រមានបាទនេះ6-1បងប្អូនរិមត្តទស្សនិកជនបាទឥឡូវនេះសេវាចេញពីបាទលូវីទៅទៀតហើយលូវីមករ៉ូលនេះ6គ្រាប់បាត់ហើយចូលត្រកចត្រាយោចង់បើដាក់ឲ្យពេនរ៉ូបាញ់បញ្ចូលយកបានពីរៈស្មីលើកឲ្យសុយខន7-1តដៃរួចទេស្វាយរៀងបាទសិននេះតដៃរួចអត់បាទស្វាយរៀងហើយលេសេវាចេញពីលូវីអូបាទតាក់សំណាញ់បាត់ហើយបាទលូវីទស្សនាបន្តទៀតបាទសេវាចេញពីប្រាហ្វូលអូយចូលស្មាមួយបាត់ហើយអូយរៈស្មីក្រាបអត់ផុតបាទព្រឹកអត់ផុតបាទបាំងភ្លឹបបាទទេអូយបោលឿនណាបាទប្រាហ្វូលរៈស្មីក៏មិនបាល់នេះវិញគាត់ថាបាល់ចេញបាទបាល់ចេញក៏អត់យកគាត់កិច្ចដល់ពេលក្រាបទៅក្រាបអត់ផុត3-7ហើយទស្សនាបន្តទៀតបាទសេវាពីប្រាហ្វូលចូលថ្នាក់បាទលូវីលើកឲ្យអាកេងជាប់រនាំងយកបានពីលូវីលើកឲ្យសុយខនល្អមែនទេបាទសុយខនបាទសម្បត្តិឆ្វេងរបស់ប្រជាកថានអរិយបាទកម្ពស់1.8 ម៉ែត្រទេបាទបណ្ដាញការម៉ាត់នោះគឺល្អពេកហើយបាទសុយខនឥឡូវនេះសេវាចេញពីបាទកីឡាករធីរក្សាហើយចូលថ្នាក់បាទរតនា
លើកឲ្យម៉ារូនវាយរនៀងឲ្យម៉ារូនបាទម៉ារូននេះវាយមួយខ្ញុំភ័យប្រហោងពោះចំនួនគាត់ហើយបងប្អូនណាបាទគាត់មានបែរការដូចជាឈឺបាទគាត់អត់ស្រួលខ្លួនពេញ 100% ណាបាទមកđâyវាយដូចមួយបែបទេបាទសេវាពីពេនរ៉ូបាទតែតាក់សំណាញ់មកទៅហើយបាទពេនរ៉ូជាប់បាំងយកបានវិញអីអើយបាទដកពោះឲ្យសុយផនដាច់ទៀតហើយបាទដាច់ទៀតហើយបាទសុយផនដាច់ទៀតហើយបាទសុយផនអីយ៉ាលោកគ្រូអញ្ញាកដាលដល់កាត់លឿងឲ្យទៅសុវណ្ណរាបាទគាត់បោះបាល់ចោលវិញនេះអូយបាទមើចិត្តមែនទេបាទមើចិត្តបាទឥឡូវអ្នកគ្រូតុកគាត់បាទអ្នកគ្រូញ៉ាកដាលតុកគាត់ឈ្មោះតុកមួយហើយកាតលឿងមួយបាទសុវណ្ណរារបស់បាទស្វាយរៀងឥឡូវនេះសេវាចេញពីបាទកីឡាករសុយខនឆ្វេងស៊ីនរបស់ប្រជាកថានគរៈដែលមានស្រុកកំណើតមកពីខាងខេត្តតាកែវកម្ពស់តែ1ម៉ែត្រ8ទេអូយវាយចំពេនរស់តែម្ដងអត់កិច្ចទេគាត់កិច្ចតែគាត់រៀងងាកបន្តិចប្រវាយមកចំតែម្ដងណែអូបាទសុយផនការឃើញគាត់ហាត់វាយបាល់ឲ្យចំបាល់ណាឥឡូវមានដោះដូរហើយបងប្អូនដោះដូរពេនរស់ចេញដាក់ជប់សភាហៅស្មាត់ឌូបចូលវិញបាទប្រមូលអារម្មណ៍មកវិញបាទឥឡូវនេះសេវាចេញពីសុយខនចូលថ្នាក់បាទចត្រាលើកឲ្យដូអូយបាទលោកគ្រូញ៉ាំកណ្ដាលថាបាល់ជាន់ខ្សែ3ម៉ែត្រទៅហើយបាទជប់សភា12ទល់នឹង4សិតទី1 25ទល់23សិតទី2 25 23សិតទី3នេះបន្ទុកបានប្រមាណដែរបងប្អូនប្រិយមិត្តដូចជាដាច់ឆ្ងាយបន្តិចហើយ12ទល់5ទស្សនាបន្តទៀតបាទសេវាចេញពីម៉ារូនចូលវិញញ៉ាំលូវីលើកឲ្យអាហ្គេបាទលឺសូនថាគូនេះបាទម៉ៃសកុនគាត់យកបាទស្វាយរៀងពេញបេះដូងពីម៉ៃសកុនអូយបាទចំខ្សែទៀតហើយ14ទល់នឹង5មកប្រិមិត្តអរគុណដល់ទស្សនិកជនអរគុណដល់អ្នកផ្សព្វផ្សាយកម្មវិធីអរគុណដល់ Gensler អបអរសាទរ Gensler រកជាលំដាប់ពិភពលោកឈ្នះមេដាយមាសកម្រិតពិភពលោកឆ្នាំ2026ពី Mon Selection Gensler សារ៉ាសរុបផឹក Gensler ធ្វើបាល់ទះមាន Gensler មានបាល់ទះបាទរីទស្សនានៃការប្រកួតបន្តទៀតរបស់បាទសេវាចេញពីអាហ្គេងចូលថ្នាក់បរតនាមកវិញទៅក្រោយដកពីម៉ារូនដកខ្ពស់ពីចត្រាយកបានពីរយៈសម័យលើកឡូវេបោះបញ្ចូលយកបានពីប្រាក់ជូលេងឲ្យចត្រាយកបានវិញពីសុយខនដោយពីសិលចាំមកសុយខនអូ
បាញ់អូពេកហើយបាទសុយខនថ្ងៃនេះ15-5 ឥឡូវសេវាចេញពីអាហ្គេងតាក់សំណាញ់បាត់ទៅហើយពីបាក់តាមហើយបងប្អូនប្រិយមិត្តពីបាក់តាមហើយបាទក្រុមចាញ់គឺទៅជួបបាទស្នងការភ្នំពេញដណ្ដើមចំណាត់ថ្នាក់លេខ3ហើយក្រុមឈ្នះទៅជួបវិសាខាដើម្បីដណ្ដើមជើងឯកសេវាមករៀនហើយពីប្រាក់ជូលេងចូលកញ្ញាំរស្មីលើកឲ្យសុយខនលាយរនាងទៀតទៅហើយបាទសុយខនបាទរនាងរបស់ស្វាយរៀងមិនអាចបញ្ឈប់ការវាយផ្ដាច់យកបន្ទុករបស់សុយខនបានទេឥឡូវនេះសេវាចេញពីវិជាកថានរៈបាទអ៊ុនជីហាចូលកញ្ញាំមារួនលើកឲ្យចត្រាជាប់រនាងនីសាណាយទស្សនាបន្តទៀតបាទសេវាពេជីហាក់ចេញក្រៅទេសេវាមកចូលថ្នាក់អាហ្គេងលើកឲ្យវីរៈសា18 ទល់នឹង 7 ទស្សនាបន្តទៀតសេវាពីនីសាមកចូលថ្នាក់លើកឲ្យជុកសុភាអូយជាប់រនាងសុយខនណែបែថ្ងៃនេះ MVP បាទបានទៅសុយខនហើយមើលទៅជាប់រនាងផងវាយផ្ដាច់ផងល្អពេកហើយបាទសុយខនថ្ងៃនេះសេវាចេញពីនីសាចូលថ្នាក់ណារ៉ូលើកឲ្យជុកសុភាទូលបាំងយកបានពីអាហ្គេងលើកឲ្យសុយខនជាប់បាំងយកបានវិញលើកឲ្យលូវីម្ដងលូវីចូលថ្នាក់រតនាបានមកត្រង់នេះអត់ទេនៅក្រៅនៅក្នុងអង្គតែណាអត់បានទេឥឡូវសេវាចូលថ្នាក់មារួនលើកឲ្យតុលាជាប់រនាងណែឥឡូវនេះបន្ទុក21 ទល់នឹង 7 ទស្សនាนะครับគុំតទៀតបងប្អូនបាទសេវាចេញពីនីសាចូលថ្នាក់បាតុលាដកឲ្យជុកសុភាទស្សនាបន្តទៀតបងប្អូនបន្ទុក8 ទល់ 21សេវាពីតុលាចូលថ្នាក់បាអាហ្គេងលើកឲ្យអាហ្គេងបាទទុក3ម៉ែត្រនេះដាច់អស់ហើយបាទដាច់អស់ហើយរូបភាពយឺតណែបាទលោតមួយទៅដុបមកក្រោយនេះវិញ22 ទល់នឹងបាទ8ឥឡូវសេវាចេញពីលូវីចេញក្រៅទេបាទលូវីដើមសិតនោះគឺគាត់នាំមុខបន្ទុកដល់តែ6 ពងម្នាក់ឯងណាបាទនាំពង6 ពងដល់ពេលអញ្ចឹងទៅពិបាកតាមមែនទេបាទខាងស្វាយរៀងលើកឲ្យរក្សា23 ទល់នឹង 9 គេការដកដូរកីឡាករសុកលិនចូលជំរុញរក្សាចេញ
បាទចឹងឃើញប៉ំហើយបាទគូផ្ដាច់ព្រាត់បាទក្រុមដែលឡើងទៅភាគរយច្រើននោះគឺអង្គរៈហើយហើយចូលកញ្ញាំកន្លងទៅក្រោយដល់ឲ្យមករួនវាយបញ្ចូលយកបានពីលូវីលើកឲ្យសុយខនចូលថ្នាក់បារតនាលើកឲ្យមករួនឆ្កឹះបញ្ចូលយកបានពីនីសាលើកឲ្យអាកេ24បាច់ឈ្មោះឥឡូវនេះឱកាសផ្ដាច់បន្ទុកកាត់សេចក្តីសេវាពីសុកលិនចូលកញ្ញាមករួនលើកឲ្យជុកសុភាជាប់បាំងយកបានវិញលើកឲ្យជុកសុភាម្ដងទៀតជុកសុភាបែករនាំងលូវីអត់ទេបាទយកបានទេក្រុមទី1ជាប់បាំងក្រុមទី2បាទវាយផ្ដាច់នេះឱកាសផ្ដាច់ម្ដងទៀតបាទពីប្រជាកថាអង្គរៈបងប្អូនមិត្តសេវាពីជុកសុភាចូលថ្នាក់បាលូវីលើកឲ្យអាកេចេញក្រៅបាត់លឿនណាស់បាទអាកេនេះលោតផ្លោតប៉ាំងផ្លឹបចេញក្រៅបាត់ម្ដងទៀតបាទ24-11ឥឡូវសេវាចេញពីជុកសុភាចូលថ្នាក់បារៈសម័យអូយបាទប្រាក់ជូលេងដាក់យកទៅម្ដងវាយទៅចំសុយខនទៅម្ដង12-24បាទលោកគ្រូអ៊ីនត្រាគាត់អង្គុយចោះហើយបាទគាត់អង្គុយចោះហើយបាទផឹកទឹកឲ្យកីឡាករលេងសប្បាយឈិលមកគ្រាប់ទៀតរកបានអត់អូសាតូបញ្ជាកីឡាករឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ទៅតាមជើងឯកជួបជាមួយនឹងសមាគមកីឡាបាល់ទះវិសាខាគូព្រេងមិនព្រាត់វិស័យកម្មគូសងសឹកឆ្នាំចាស់ជួបគ្នាទៀតហើយ3រដូវកាលទី3នេះក៏នៅតែជួបគ្នាវិសាខាជួបជាមួយនឹងប្រជាកថាអង្គរៈហើយគូដណ្ដើមចំណាត់ថ្នាក់លេខ3គឺជាការប្រកួតរវាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាមួយនឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាទចាប់ពីវេលាម៉ោង3រសៀលដល់ទៅហើយគូផ្ដាច់ព្រាត់គឺបាទពេលល្ងាចម៉ោង5ណាបាទអរគុណបងប្អូនប្រិយមិត្តទស្សនិកជនដែលកំពុងតែទស្សនាក៏ដូចជាបងប្អូនដែលទស្សនាផ្ទាល់និងទស្សនាតាមគេអាឋានបាទអញ្ចឹងបងប្អូនប្រិយមិត្តទស្ស